សួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូថ្ងៃនេះដែរគឺថ្ងៃទី14ខែ5ឆ្នាំ2026គឺខ្ញុំគ្រួសារខាងប្តីបានទៅលេងនៅនិយាយទៅលើកនេះគឺទៅច្រើនខេត្តទៅកែបទៅកពតនិងទៅកំពង់សោមចឹងថ្ងៃនេះពេលចេញពីពេញទៅចូលផ្សារក្តាមសិនហើយយើងទៅកពតហើយយើងកំហួសផ្សារក្តាមឲ្យសោះចឹងក៏ចូលផ្សារក្តាមទិញម្ហូបអាហារញ៉ាំចឹងទៅអាហារថ្ងៃត្រង់រួចហើយខែនេះគឺក្តាមធ្វើបិទទូចៗហ្នឹងតែមានអារម្មណ៍ថាសាច់ណែនច្រើនហើយកន្លែងក៏រៀងធូរថ្លៃដែរព្រោះទៅតាមទំហំក្តាមចឹងដែរណាចឹងបន្ទាប់ពីចេញវិសាក្តាមមកខ្ញុំក៏បានធ្វើដំណើរទៅឆ្នេរអង្កោលនិយាយទៅខ្ញុំទៅកែបច្រើនដងហើយប៉ុន្តែខ្ញុំអត់ដែរបានដើរទៅដល់ឆ្នេរអង្កោលហ្នឹងទេតែលើកនេះគឺបានទៅស្គាល់ម្ដងហើយក៏បានជួលតូបញ៉ាំអាហារថ្ងៃត្រង់ឲ្យរួចហើយបើតាមផ្លូវវិញទៅសភាពនិយាយពីស្អាតទឹកសមុទ្រល្វឹងល្វើយហើយចង់ដាក់ប័ណ្ណចម្រៀងមកប័ណ្ណតាក់ទងមួយសមុទ្រណាតែផ្លេចចំណងជើងបាត់ហើយអត់ហ៊ានអេតចូលទេខ្លាចជប់ copyright និយាយរួមទៅទម្លាប់គ្រួសារខាងប្តីរបស់ខ្ញុំគឺត្រូវដើរលេងជារៀងរាល់ឆ្នាំហើយពីច្រើនគឺនៅដើមខែ1ដល់ឡៃឆ្នាំនេះតតែខែ5បានដើរព្រោះដោយសារតែការខែ1នោះយើងទៅតែមានសង្គ្រាមមានអីផងអញ្ចឹងទៅក៏អត់មានអារម្មណ៍ដែរប៉ុន្តែដល់ពេលឥឡូវនេះក៏គិតថាអាចនឹងមានឆ្លៀតពេលអីដើរបានខ្លះទម្លាប់បានជុំគ្នាមួយអញ្ចឹងក៏រកពេលអញ្ចឹងតើកសានលើកនេះគឺរយៈពេល2យប់3ថ្ងៃឥឡូវនេះកំពុងនៅឆ្នេរអង្កោលចាប់ផ្ដើមថតរូបថតអីលេងជុំគ្រួសារអញ្ចឹងទៅហើយខ្ញុំវិញមិនសូវហ៊ានចូលកាមេរ៉ាព្រោះដោយសារតែរៀងរញ៉េរញ៉ៃនិយាយទៅអត់ស្អាតទេរវល់តែរឿងកូនរឿងចៅមើលឥឡូវនេះចេញបន្ទាប់ពីអាហារថ្ងៃត្រង់រួចក៏នាំគ្នាធ្វើដំណើរទៅកពតអញ្ចឹងរយៈពេលពីផ្សារក្តាមមកកពតនេះគឺជាវិឡាដែលខ្ញុំគេងរយៈពេលប្រហែលជាកន្លះម៉ោងវិញខ្ញុំជិះចឹងលើកនេះដែរនៅកពតខ្ញុំបានជួលជាវិឡាឯកជនដែលនៅក្នុងរូបនេះព្រោះដោយសារតែកូនចៅច្រើនអញ្ចឹងគិតថាការជួលជាលក្ខណៈឯកជនគឺស្រួលជាងចូលឡើងឡានដែលនាំគ្នាមកដល់ហើយមានអារម្មណ៍ថាហត់ដែរប៉ុន្តែឲ្យទៅដាននិយាយទៅមានអារម្មណ៍ថាហត់ដែរប៉ុន្តែឲ្យទៅថាបានដើរលេងគឺមានអារម្មណ៍ថាសប្បាយចិត្តហ្មងចូលមកដល់គឺមានអារម្មណ៍ថា fresh ដែរដល់ឡែកអីថ្ងៃនេះដោយសារតែភ្ញៀវគេម្សិលមិញគេរៀងចេញយូរគេ check out យូរចឹងខ្ញុំទៅដល់ខាងបុគ្គលិកកំពុងតែមានន័យថាទៅតែសម្អាតទេខ្ញុំទៅដល់ប្រហែលជាម៉ោង2ហើយបើម៉ាក់ក្មេងខ្ញុំវិញកំពុងតែចិត្តស្វាយហើយស្វាយនោះបានមកពីចកាអត់មានជាគីមីធម្មជាតិសតហើយបើក្មេងៗវិញគឺមកដល់គឺតម្រង់អាងទឹកនឹងសិនហ្មងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកផ្សារកពតផ្សារសានកពីខេត្តកពតហ្នឹងដើម្បីមកទិញម្ហូបថែមហើយមកដល់ក៏ឃើញបងស្រីគាត់មានត្រេនឲ្យខាក់គឺជាការផ្ទាល់របស់គាត់ហើយគាត់អ្នកលក់នេះគាត់អត់សូវចេះបកត្រេនព្រោះសារអីគាត់មិនជាអ្នកលក់អាជីពចឹងណាខ្ញុំឃើញគាត់ចឹងផលិតផលក្នុងស្រុកខ្ញុំក៏ជួយទិញគាត់ទៅបកចេញសើចេះបកអត់សូវជំនាញទេអ្នកជាងគេបានហើយមិនដូចតែលក់រាល់ថ្ងៃទេនិយាយទៅគ្រាន់តែបងស្រីគាត់ហែកសាច់មកភ្លាមគឺខ្ញុំភ្លក់ភ្លាមហ្មងនិយាយពីសាច់ឲ្យខាក់កពតគឺល្មួតផ្អែមឆ្ងាញ់មែនតើហើយក្លិនឈ្ងុយទៀតបន្ទាប់ពីចេញពីផ្សារមកគឺថានមកកពតគឺត្រូវតែមកញ៉ាំនំបញ្ចុកទឹកម្ហិចហើយនិងនំកងនេះខ្ញុំមកហាងរបស់ចាធូនំបញ្ចុកទឹកម្ហិចនំបញ្ចុករបស់គាត់គឺឆ្ងាញ់និយាយទៅខ្ញុំញ៉ាំលើកទី1ខ្ញុំមកកពតច្រើនដងហើយប៉ុន្តែខ្ញុំអត់ដែលបានចូលញ៉ាំនំបញ្ចុកទឹកម្ហិចហ្នឹងសោះខ្ញុំម្ដងរហូតខ្ញុំនៅចង់ញ៉ាំនំមាត់ឆ្នាំងទៀតប៉ុន្តែដោយសារតែពេលដែលសួរបងដែលគាត់នៅក្នុងថានំមាត់ឆ្នាំងរបស់អ៊ំដែលឃើញគេផុសដែរនោះនៅតាមផ្លូវទៅកែបអញ្ចឹងខ្ញុំមកហួសបានហើយស្អែកខ្ញុំត្រូវធ្វើដំណើរទៅកំពង់សោមបន្តទៀតអញ្ចឹងជើងនេះប្រហែលជាអាចរំលងនំមាត់ឆ្នាំងសិនហើយចាំមកជើងក្រោយចាំញ៉ាំឲ្យដឹងរសជាតិម្ដងនៅទីតាំងគាត់នេះមនុស្សច្រើនណាស់ពេលដែលខ្ញុំទៅល្ងាចចូលអត់ដាច់មនុស្សទេប្រហែលជាល្បីហើយហាងរបស់គាត់នេះព្រោះដោយសារតែខ្ញុំទៅតាម Google Map ដែរទេអូខេអញ្ចឹងចូលមកដល់វគ្គខ្ញុំនឹង review ទៅជាមួយនឹងវីឡាដែលខ្ញុំជួលជាឯកជននេះគឺខាងលើនេះគឺមានពីរបន្ទប់ដែលបន្ទប់នៅខាងមុខនេះគឺមានខែ3តើគ្នាអាចមើលបានធំទលាយអញ្ចឹងអាចគេងបានគ្នាច្រើនហើយបន្ទប់ដែលខ្ញុំនឹងគេងនៅទល់មុខកន្លែងរបស់វិណូននេះគឺមានខែ2បន្ទប់នេះក៏ធំទលាយដែរ
ក៏អាចគេងបានគ្នាច្រើនដែរអញ្ចឹងនៅក្នុងបន្ទប់មួយគឺមានបន្ទប់ទឹកមួយហើយនៅជាន់ខាងក្រោមក៏មានបន្ទប់ទឹកមួយដែរនៅផ្នែកខាងក្រោយនៅជាន់ខាងក្រោមក៏មានបន្ទប់មួយដែរប៉ុន្តែមិនបានថតទេបន្ទប់ហ្នឹងដូចជាខែមួយនិយាយទៅបន្ទប់សិតតាដូចថាបន្ទប់គេមានទំហំធំហ្នឹងគឺអាចគេងបានគ្នាច្រើនសំបីតែចុះចដាទៅនេះនៅខាងមុខកន្លែងទទួលភ្ញៀវនេះមានសាឡុងមានអីចឹងសមាជិកគ្រួសារក៏អាចគេងនៅនឹងបានដែរពេលយប់ណានិយាយទៅមានអារម្មណ៍ថានៅពេលដែលបានមកគេងផ្ទះលក្ខណៈឯកជនទេគឺមានអារម្មណ៍ថា fresh មានអារម្មណ៍ថាយើងមានវាថាមានភាពឯកជនអញ្ចឹងណាចឹងតកតងជាមួយនឹងទីតាំងឈ្មោះវីឡានេះខ្ញុំនឹងសរសេរចូលនៅលើ caption ចឹងអ្នកទាំងអស់គ្នាបើសិនជាថ្ងៃណាមានបំណងមកលេងខេត្តកំពតហើយចង់គេងជាលក្ខណៈឯកជនជាលក្ខណៈគ្រួសារចឹងអ្នកទាំងអស់គ្នាអាចតាក់ទងមកគាត់បានហើយខ្ញុំធ្វើវីដេអូនេះខ្ញុំអត់មានបានអីពីគាត់ទេខ្ញុំគ្រាន់តែថានៅពេលដែលបានមកកន្លែងល្អកន្លែងសប្បាយចឹងខ្ញុំចង់ធ្វើវីដេអូដើម្បីចែករំលែកទៅអ្នកទាំងអស់គ្នាដើម្បីពិចារណាថានៅពេលដែលថ្ងៃណាមួយបានមកលេងកំពតជាមួយគ្រួសារចង់គេងជាលក្ខណៈឯកជនចឹងអ្នកទាំងអស់គ្នាអាចមកគេងកន្លែងគាត់បានចឹងកន្លែងគាត់មានឆ្នាំងមានចានមានចក្រានមានគ្រឿងទេសឲ្យយើងប្រើមកគ្រប់សពមានតាំងពីចានកែវយើងប្រើបានទាំងអស់គាត់ថានៅពេលដែលយើងប្រើហើយចឹងយើងជួយសម្អាតគាត់តិចទៅហើយគាត់មានបាស GBL ឲ្យយើងប្រើទៀតហើយទៅជាមួយនឹងអាងហាលទឹកវិញនិយាយទៅមកល្មមសម្រាប់ក្នុងការលេងមិនធំពេកមិនទូចពេកហើយមួយទៀតខាងម្ចាស់វីឡាក៏គាត់មានជាឈុតកន្លែងតុកចក្រានសាច់អាំងមានជាខ្ជុងអញ្ចឹងល្ងាចឡើងយើងគ្រួសារនាំគ្នាប្រកាត់ភ្លើងអាំងសាច់ញ៉ាំអាំងគ្រឿងសមុទ្រញ៉ាំឈៀលជុំគ្នាអញ្ចឹងទៅដោយសារទីតាំងនេះចតឡាន3ហើយក៏នៅតែមានន័យថាទីធ្លាសម្រាប់ឲ្យកូនលេងបាល់ទាត់ជិះ scooter ជិះអីចឹងទៅចឹងមានទាំងអ្នកអាំងគិតតែពីអាំងទៅអ្នកញ៉ាំគិតតែពីញ៉ាំទៅអ្នកដើរថតក៏គិតតែពីដើរថតទៅយើងចែកទូនាទីរៀងខ្លួនចឹងបន្ទាប់ពីញ៉ាំអីហើយឆាប់ចូលគេយកកម្លាំងធ្វើដំណើរទៅកំពង់សោមបន្តទៀតអរគុណបាយបាយ